វ័យផងរួមមានទាំងវ័យដូចជាអ្នកមីងផងរហូតដល់អាចនិយាយថាគ្រប់មជ្ឈដ្ឋានទាំងសង្គមវណ្ណៈថែមទៀតផងនោះបើនិយាយទៅវាដូចថាទី1គឺទឹកត្រីដែលគាត់លាយនោះវាឆ្ងាញ់ទី2ទៀតវាមានថែមបន្លែថែមអីវាដូចជាប្លែកហើយណាមួយទៀតវាមានទឹកនោះសំជាមួយនឹងមានទាំងទឹកអំពៅដែលវាមានក្លិនឈ្ងុយថែមទៀតអញ្ចឹងវាមកកំ pl ទាំងអស់មានទាំងកង្កែបជៀននៃកំពងម្សៅដែលវាដូចថាគេហៅថាវាប្លែកសម្រាប់ខ្ញុំដែលខ្ញុំមិនសូវជំនាញពេលទំនេរនឹងធ្វើមុខម្ហូបដូចនេះបាទនិយាយសម្ដៅចំពោះគឺផ្ដោតទៅលើរសជាតិតែម្ដងបាទជុំបើពាក់ព័ន្ធជាមួយនឹងសេវាកម្មអនាម័យជាមួយនឹងប្រាក់ដែលយើងត្រូវចំណាយជាមួយនោះយ៉ាងណាដែរជាមួយនឹងសេវាកម្មគឺថាមានភាពយឺតយ៉ាវបន្តិចទី1អនាម័យក៏មិនសូវជាដូចថាបើចំពោះអ្នកដែលគេប្រកាន់ថាត្រូវការកន្លែងស្អាតខ្លាំងគឺគេមិនញ៉ាំទេបើហើយចំពោះការដែលអ្វីៗដែលទៀតវាក៏មានលក្ខណៈវារឿងអន់ជាងនេះមែនតែចំពោះតម្លៃក៏វាល្មមគ្រាន់តែថាយើងញ៉ាំរសជាតិនឹងតម្លៃនឹងហើយនេះឃើញថាបើភាពរសជាតិនឹងតម្លៃគឺថោកគឺថាថោកដើម្បីតម្រូវតាមការមួយញ៉ាំគ្រប់មជ្ឈដ្ឋានបានទាំងអស់អញ្ចឹងបើសិនជាសេចក្តីការតម្រូវណាមួយដែលអ្នកមីងទីមទាយ៉ាងចាំបាច់អំពីម្ចាស់ហាងតើនឹងត្រូវការកូននៅតម្រូវការប្រភេទណាដែរពិបាកនិយាយដែរពីព្រោះទីនេះមិនមែនជាហាងទេហើយរួចគ្នារកស៊ីរបស់នេះគ្រាន់តែចិញ្ចឹមជីវិតមួយថ្ងៃទៅមួយថ្ងៃដូច្នេះយើងតម្រូវការខ្ពស់យើងមិនអាចទៅរួចទេតម្រូវការខ្ពស់តម្លៃត្រូវតែខ្ពស់អញ្ចឹងអ្វីខ្ពស់ទាំងអស់ហើយខ្ពស់ទាំងអស់សម្រាប់អ្នកដែលគេត្រូវការតម្លៃទាបត្រូវការអ្វីដែលប្លែកគឺថាវាពិបាកបន្តិចទៅអញ្ចឹងពាក់ព័ន្ធជាមួយនឹងសំណូមពរដែលគិតថាគាត់អាចធ្វើការឧទាហរណ៍ដូចជាសេវាកម្មតើអ្នកមីងអាចគិតថាអូឥឡូវសូមបំរើសេវាកម្មហ្នឹងឲ្យរៀងរស់រវើកជាងនឹងបន្តិចទៀតតើបានទេឬមកគាត់ថាធ្វើម៉េចក៏ពិបាកបន្ទោសដែរបើភ្ញៀវច្រើននេះគ្នាតិចគ្នាមិនចង់ទទួលកម្មករដើម្បីចូលធ្វើការឬក៏យ៉ាងម៉េចដែរអាហ្នឹងវាអាហ្នឹងអាស្រ័យលើអ្នកដែលគេលក់ម្ចាស់ហាងខ្លួនឯងដែលគេគិតថាឥឡូវនេះមានមតិរិះគន់ថាសេវាកម្មវាយឺតយ៉ាវអញ្ចឹងយើងត្រូវលីធ្វើមិនគឺថាមនុស្សតិចក៏ដោយតែសេវាឲ្យរស់រាន់ឲ្យទាន់ចិត្តណាទៅបាទឃើញថាយ៉ាងណាមិញទីតាំងដូចដែលលោកអ្នកឃើញហើយត្បិតតែនៅទីនេះស្ថិតនៅតាមបណ្ដាចិញ្ចើមផ្លូវក៏ពិតមែនក៏ប៉ុន្តែក៏សម្រាប់តម្រូវទៅតាមតម្លៃមួយយ៉ាងសមរម្យតម្រូវតាមអតិថិជនគ្រប់មជ្ឈដ្ឋានអញ្ជើញមកពិសាបានទាំងអស់ដូច្នេះរាល់ការទាមទារទាំងឡាយណាបើសិនជាហួសពីសមត្ថភាពដូចជាអ្នកមីងបានមានប្រសាសន៍អញ្ចឹងគឺយើងប្រកាសណាស់មិនអាចធ្វើទៅការទេហើយក៏សូមអរគុណនៅកិច្ចសម្ភាសដ៏ពិស្ដារបំផុតរបស់អ្នកមីងដែលបានផ្ដល់ដល់កម្មវិធីរបស់យើងបាទហើយលោកអ្នកបាទអរគុណហើយលោកអ្នកនឹងបានទស្សនាជាបន្តទៀតជាមួយនឹងក្រុមការងាររបស់យើងខ្ញុំដែលនឹងផ្ដិតយកនៅរូបភាពក៏ដូចជាព័ត៌មានមួយចំនួនដែលលោកអ្នកអាចនឹងដឹងក៏ដូចគ្នាយល់បើទោះបីជាលោកអ្នកមិនបានអញ្ជើញមកដោយផ្ទាល់ក៏ដោយក៏អាចដឹងដែរថាតើនៅទីនេះមានអ្វីខ្លះដែលគួរឲ្យចាប់អារម្មណ៍ហើយខុសប្លែកពីកន្លែងនានាត្រង់ថាយ៉ាងម៉េចទៅដែរនោះបាទទស្សនាជាបន្តទៀតจันทราโจเยตราเลไว้หาได้ที่อุกใจเมื่อเอาอ้อนนักอะไรวุ่นแกงปลอดไหลได้ดังจวบขนมอราเพียงเอ่ยเส้นสรอดนคนเมื่ออยู่เด้อกูเอาสนาหาสมเอาบองเมตตาสระตึงโบภากระปุ่มตองนงเจ็ดมัวมองเด็กบ้องมันมองรักใสปลอดเลยได้ทลบสนาหายุบนี้ขมีเย็นดวงข้าโดยกระไดสนาได้ขมี
កិច្ចសម្ភាសជាមួយនឹងអតិថិជនលោកស្រីកញ្ញាបានជួបរួចមកហើយឥឡូវនេះសូមជួបជាមួយនឹងមតិរបស់ម្ចាស់ហាងនេះវិញតែម្ដងថាតើយ៉ាងណាដែរបាទជំរាបសួរចាជំរាបសួរបាទមើលទៅកំពុងតែមានការមួយញឹកសម្បើមណាស់ជាមួយនឹងការងារមែនទេបាទជំនាញការនៅក្នុងការលក់ដូរក្នុងមួយថ្ងៃពេលណាដែលរវល់បំផុតចាពិសេសគេថ្ងៃសៅរ៍អាទិត្យចាច្រើនគឺម្ដងម៉ោងស្មើនេះតែម្ដងមែនទេចាបាទតើខ្ញុំបានចង់ដឹងថាក្នុងការលក់ដូររបស់អ្នកបងនេះទទួលជោគជ័យនឹងមានគេស្គាល់ច្រើននោះគេតែងតែនិយមអ្វីជាងគេគឺនិយមស្មើហ្មងគ្នាចាអញ្ចឹងប្រភេទខ្សែខ្យងនេះអាចនិយាយបានទេថាជាកន្លែងដែលចាប់អារម្មណ៍បំផុតចាអរគុណតើអ្នកបងអាចជម្រាបជូនបានទេថាតើកំណើតនៃការលក់ដូររបស់អ្នកបងលេចចេញជារូបរាងឡើងនេះតាំងពីពេលណាមកតាំងពីពួកខ្ញុំអត់ចាំឆ្នាំតាំងពីបងខ្ញុំរៀនថ្នាក់ទី9ចាហើយឥឡូវនេះគាត់រៀនថ្នាក់ទីឥឡូវរៀនឆ្នាំទី3ហើយឆ្នាំទី3 9ឆ្នាំទី3បាទប្រហែលជា6ឆ្នាំហើយនៅក្នុងការកំណ8ឆ្នាំ8ឆ្នាំចាអូ8ឆ្នាំបាទហើយនៅក្នុងការសម្រេចលេចជារូបរាងឡើងនេះតើមានការបំផុសគំនិតពីមជ្ឈដ្ឋានណាដែរគិតថាចង់បើកដោយខ្លួនឯងឬមួយក៏អតិថិជនគាត់ជំរុញឲ្យបើកចេញពីទ្រង់ទ្រីតូចទៅខ្ញុំគិតលក់ដូរដោយខ្លួនឯងពីមុនព្រោះយើងអត់មានដើមមកស៊ីធំដុំយើងលក់តិចតួចដល់ពេលយូរទៅញៀវគេស្គាល់ទៅគេអញ្ជើញហៅវិញច្រើនតិចចាអញ្ចឹងនៅក្នុងការដែលបងបើកបានជារូបរាងប៉ុណ្ណឹងហើយគិតថាសមល្មមចិត្តហើយឬមួយក៏គិតថានៅឡើយទេចង់ធ្វើឲ្យធំជាងនឹងទៀតឬក៏យ៉ាងម៉េចដែរប៉ុណ្ណឹងវាល្មមចាំជីវភាពយើងក៏ថាមិនបានសោះក៏គ្រប់គ្រាន់ចាបើបានជាធំដុំជាងនឹងតិចក៏ល្អបាទពាក់ព័ន្ធជាមួយនឹងសំណុំពររបស់អតិថិជនមិនត្រឹមតែកន្លែងរបស់អ្នកបងផ្ទាល់ទេកន្លែងណាក៏ដោយគាត់តែងតែមានការទាមទារណាមួយដែលស័ក្តិសមជាមួយនឹងចំណង់ចំណូលចិត្តរបស់គាត់ចង់បានឧទាហរណ៍ដូចថាពាក់ព័ន្ធជាមួយនឹងបញ្ហាសេវាកម្មតែអ្នកបងយល់យ៉ាងណាដែរកន្លែងខ្ញុំមានសេវាយឺតបន្តិចព្រោះគ្នាខ្ញុំមានបន្តិចព្រោះចំណូលបានបន្តិចយើងមិនអាចថាជួលកម្មករបានច្រើនសម្រាប់តាមតំណងចិត្តភ្ញៀវទេចាវាព្រោះយើងចំណេញតិចយើងរកចំណូលតាមនឹងដែរយើងបើសិនជាយើងចំណេញបានច្រើនយើងអាចនឹងកម្មករបានច្រើនតម្រូវតាមចិត្តភ្ញៀវជាការពិតណាស់នរណាក៏ដោយក៏តែងតែចង់ធ្វើអ្វីឲ្យផ្គាប់បំណងរបស់អតិថិជនគ្រប់រូបដែរប៉ុន្តែសំខាន់បំផុតនោះត្រូវធៀបលើមើលថាតើចំណូលរបស់យើងបានប៉ុន្មានយើងនឹងត្រូវធ្វើការចំណាយប៉ុន្មានដើម្បីទូទាត់ទៅហើយយើងមានប្រាក់កម្រៃចំណេញបើទោះបីជាមិនធំធេងពេកក៏ល្មមដែលយើងអាចរកបានមែនទេណាបងបាទហើយខ្ញុំបានក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនៅកិច្ចសម្ភាសន៍នេះចាអរគុណហើយអាចនិយាយបានថានៅទីនេះគឺមានគោលសំខាន់ចំនួន3សម្រាប់យុវវ័យជាទូទៅទី1ចំណាយថវិកាតិចទី2អង្គុយបានយូរទី3សាងអនុស្សាវរីយ៍បានច្រើនចំណុចទាំង3នេះហើយគឺជាក្តីសម្រេចរបស់យុវវ័យជាទូទៅអាចថាជាកន្លែងដែលចាប់ផ្ដើមនៃសេចក្តីស្នេហារបស់គាត់និងរឹតចំណងស្នេហារបស់គាត់ឲ្យមានភាពវិវត្តឈានលឿនទៅមុខយ៉ាងណាដែរអាចបង្វែរបរិយាកាសលោកអ្នកមកអង្គុយកំសាន្តនៅទីនេះបានត្រឹមតែអង្គុយហូបខ្ចៅខ្យងហើយនឹងទស្សនានៅទស្សនីយភាពនៃការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដោយផ្លូវនៃទីក្រុងភ្នំពេញតាមវេរីជាអ្នកដនត្រីស្ថានភាពដែលកំពុងតែកកកុញនេះគឺជាការប្រមូលផ្ដុំគ្នាមួយរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងនៅក្នុងទីក្រុងភ្នំពេញដែលពួកគាត់កំពុងតែចាប់អារម្មណ៍ជាមួយនឹងការហូបពងមាន់ក៏ដូចជាពងទាកូនដែលមានលក់នៅទីនេះហើយឃើញថាសម្រាប់ទីតាំងភូមិសាស្ត្រនៅទីនេះគឺផ្នែកខាងកើតផ្សារអូរស័យហើយមិនដឹងថាលក្ខណៈសម្បត្តិបែបណាខ្លះទេដែលសម្រាប់ឲ្យទីនេះគឺមានការលក់ដូរពងទាកូនហើយមានការប្រមូលផ្ដុំច្រើនជាងគេបំផុតដែលនិយាយបានថាគឺមានប្រជាប្រិយភាពនៅក្នុងការលក់ដូរអាស្រ័យទៅលើអ្វីខ្លះទស្សនាទាំងអស់គ្នាជាមួយនឹងក្រុមការងាររបស់យើងខ្ញុំបងតនត្រីកោយុធាភិរមសូមចាប់មើលប្រគុំបត់ខ្ញុំ ដោយសារតែមានភាពអ៊ូអរច្រើនពេកដូច្នេះសម្រាប់ការកម្មងរបស់យើងក៏នឹងមកដល់ស្ថិតនៅក្នុងសភាពមួយដែលមានការយឺតយ៉ាវដែរដូច្នេះក្នុងឱកាសនេះខ្ញុំបាទក៏សូមអនុញ្ញាតបង្វែរអារម្មណ៍លោកស្រីកញ្ញាមកធ្វើកិច្ចសម្ភាសជាមួយនឹងអតិថិជនមួយរូបដែលគាត់
ប្រហែលជាមានការអញ្ជើញមកនេះជាញឹកញយហើយក៏មិនដឹងដែរជួបទាំងអស់គ្នាបាទជំរាបសួរបាទអត់ទោះតាបងប្រុសអញ្ជើញមកកន្លែងហ្នឹងញឹកញាប់ទេម្ដងម្កាលហើយបងម្ដងម្កាលទេហើយបើតាមខ្ញុំបានដឹងថាកន្លែងលើកពងទាកូននៅក្នុងរាជធានីភ្នំពេញនេះមិនតិចជាង100កន្លែងទេលក្ខណៈពិសេសបែបណាដែលបងសម្រាប់ចិត្តមកពិសាពងទាកូននៅទីនេះគឺថាម្ដងម្កាលហើយមកញ៉ាំនោះថាឃើញថាមានរសជាតិដូចថាគ្រាន់បាទហើយទៅមិត្តភ័ក្តិអាសានាំមកទីនេះហើយទៅក៏បាទហើយក៏ថ្ងៃនេះឆ្លៀតពេលរំលែកឆ្លៀតមកម្នាក់ឯងបាទមកម្នាក់ឯងតែម្ដងបាទអញ្ចឹងតែធ្លាប់លួចនាំមិត្តភ័ក្តិស្រីមកទេធ្លាប់មានដែរបងបាទហើយជាមួយនឹងរសជាតិដ៏ឆ្ងាញ់នេះបងចាប់អារម្មណ៍បែបណាខ្លះឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងសេវាកម្មពាក់ព័ន្ធជាមួយនឹងតម្លៃពាក់ព័ន្ធជាមួយនឹងបរិយាកាសបាទបើនិយាយពីតម្លៃគឺថាសមរម្យបាទសមរម្យហើយទៅរសជាតិក៏យើងគ្រាន់បើហើយទៅបរិយាកាសដូចជាលហើយស្រួលបាទអញ្ចឹងបើតាមខ្ញុំបានដឹងថាស៊ុននីមួយគឺកើតចេញអំពីធម្មជាតិដែលគ្មានការផ្សំគ្រឿងនៅក្នុងស៊ុននោះទេបាទតើរសជាតិឆ្ងាញ់ដែលបងសម្ដៅចំពោះគឺផ្ដោតទៅលើអ្វីឧទាហរណ៍ដូចជាវិធីសាស្ត្រនៅក្នុងការលេងអំបិលឬក៏យ៉ាងម៉េចដែរបើតាមខ្ញុំញ៉ាំហើយបែរជានេះហើយខ្ញុំគិតថាបែរជាអំបិលបងបាទអំបិលហើយទៅព្រោះថាខ្ញុំគិតថាចំពោះពងទាកូនគឺជាទូទៅដូចបងមានប្រសាសន៍មកអញ្ចឹងគឺធាតុដើមយ៉ាងម៉េចគឺប៉ុណ្ណឹងបាទប៉ុន្តែប្រហែលជាកាយលាយអំបិលបាទហើយបើតាមខ្ញុំបានដឹងមួយទៀតអានេះតាមគំនិតរបស់ខ្ញុំបាទទេប៉ុន្តែមិនទាន់ដឹងថាតើវិធីសាស្ត្រពិតប្រាកដយ៉ាងណាទេខ្ញុំបានដឹងថាអ្នកស្ងោរពងទាហ្នឹងគាត់មាន